Bạn đi chia sẻ cảmភាពmặt khmେកខ្ញុំបាទមកធ្វើម្ហូបនៅមុខផ្ទះហ្នឹងហើយគាត់ថាធ្វើហ្គាសធ្វើអីហ្នឹងអត់ឆ្ងាញ់ទេកូនហ្នឹងហើយតោះតែបង្កើតភ្លើងប្រើខ្ជុំអញ្ចឹងទៅបានឆ្ងាញ់ហើយមានអីលទ្ធផលគឺធ្វើឲ្យឆ្ងាញ់មកគាត់មែន 1 hour later បាទបន្តពីបាយរួចទៀតហ្នឹងគឺប្រពន្ធខ្ញុំដល់ពេលគាត់បាទធ្វើការរកតែនៅក្នុង TikTok បាទកំពុងតែអូសមើលអីចឹងទៅណាហើយអ្វីដែលមិនអាចភ្លេចបាននោះគឺ I've been waiting for this បាទគឺថារកស្កូវបាទជាមួយនឹងស្រីស្អាតបាទហើយមិនមែនរក free ណាបាទសិតតែចំណាយលុយចំណាយអីដែរបាទអស់ចំនួន 2000 រៀល Wow ហើយបន្ទាប់ពីហ្នឹងខ្ញុំក៏គេងបាទហើយដល់ពេលខ្ញុំភ្ញាក់ពីគេងមកស្រាប់តែឃើញទស្សនវិជ្ជាមួយនៅកម្ពុជាដាគឺថាមានអីទេបាទគឺកំពុងតែធ្វើខ្លួនដើម្បីថត TikTok ហ្នឹងហើយគេធ្វើតាម trend ចូលឆ្នាំចិនបាទដោយសារឥឡូវចូលឆ្នាំចិនអញ្ចឹងណាអញ្ចឹងក៏នាំគ្នាថតលេងអញ្ចឹងទៅមានអ្នកជួយរៀបចំឲ្យមានអ្នកផាត់មុខឲ្យអីអញ្ចឹងទៅបាទជួបជាមួយតួស្រីស្អាតបាទកូនកាត់ចិនបាទហ្នឹងហើយអានេះគេហៅថាស្អីគេធ្វើ trend អីចឹងណាហ្នឹងហើយទម្រាំថតបានសម្រេចបាទគឺថាទូរស័ព្ទសាកថ្មអស់2ដងអីបាទថ្មបានមកវីដេអូអីបាទហើយគឺថ្ងៃហ្នឹងគឺថតច្រើនមិនមែនថតតែប៉ុណ្្នឹងទេបាទគឺនៅដូរកៅអៅនៅបាទជក់មុខផងអីផងឡើយបាទថ្មបានមកវីដេអូបាទហ្នឹងហើយចំណាយពេលមិនធម្មតាទេបាទ 2000 years later បាទឥឡូវនេះគឺកាន់មកដល់ផ្ទះវិញហើយបាទឥឡូវកំពុងតែជូនប្រពន្ធមកផ្សារហ្នឹងហើយដោយសារមុនហ្នឹងយើងនៅផ្ទះបងថ្លៃណាហ្នឹងហើយឥឡូវជូនប្រពន្ធមកផ្សារហើយថ្ងៃនេះហ្នឹងគឺមានបានម្ហូបឆាឡុកឡាក់ដែរបាទហើយអ្នកធ្វើគ្មានណាទេបាទគឺមានតែប្រពន្ធខ្ញុំហ្នឹងហើយចឹងបានថាបាទវីដេអូថតប្រពន្ធហើយនិយាយតាមប្រពន្ធបាទគឺមានតែប៉ុណ្្នឹងឯងសម្រាប់ថ្ងៃហ្នឹងបាទសង្ឃឹមថាអ្នកនរគ្នានឹងចូលចិត្តហើយជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ